រៀបសួរពុកម៉ែបងប្អូនអរគ្នាចូលឆ្នាំថ្មីនេះខ្ញុំគិតថាតលេងឧស្សាហជាតិគិរីរំដោយសារតែខ្ញុំមិនធ្លាប់ទៅឧស្សាហជាតិគិរីរំហើយក៏មិនស្គាល់ផ្លូវទៅទៀតនោះខ្ញុំក៏ឆែកចូលមើលក្នុង Google Map បងប្អូនអរគ្នាបន្ទាប់ពីឆែកក្នុង Google Map មកបងប្អូនអរគ្នាក៏បានឃើញផ្លូវដែលឆ្ពោះទៅឧស្សាហជាតិគិរីរំហើយការធ្វើដំណើរនោះផងដែរចំណាយពេលតែ1ម៉ោង48នាទីទេបងប្អូនអរគ្នាហើយពេលដែលឆែក Google Map ហ្នឹងខ្ញុំក៏ឃើញអ្វីដែលចម្លែកបងប្អូនអរគ្នាហើយអ្វីដែលចម្លែកនោះបងប្អូនអរគ្នាគឺថាមុននឹងដល់ឧស្សាហជាតិគិរីរំនោះយើងក៏បានទៅដល់វត្តមួយសិនហើយវត្តនោះមានផែនទីក្នុង Google Map ដូចជាស្លឹកពោធិ៍អញ្ចឹងបងប្អូនអរគ្នាខ្ញុំក៏មិនដឹងដែរថាការកើតឡើងរឿងដូចស្លឹកពោធិ៍នៅផែនទីក្នុងទីវត្តអារាមនេះកើតឡើងដោយចៃដន្យឬក៏បង្កើតឡើងដោយមនុស្សទេបងប្អូនអរគ្នាបើសិនបងប្អូនមានចម្ងល់ឬក៏ចង់ដឹងព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងទៅទីវត្តអារាមដោយខ្លួនឯងផ្ទាល់បានដោយសារពេលនេះ admin មិនបានតាណាទេសម្បីតែឧស្សាហជាតិគិរីរំក៏ admin បានត្រឹមតែឆែកមើលក្នុង Google Map ដែរបើសិនបងប្អូនមិនជឿខ្ញុំនោះទេបងប្អូនអាចឆែកចូលមើលក្នុង Google Map ដូចខ្ញុំបានដោយវាយពាក្យឧស្សាហជាតិគិរីរំនោះបងប្អូននឹងឃើញវត្តអារាមមួយដែលមានផែនទីដូចជាស្លឹកពោធិ៍ថ្ងៃចូលឆ្នាំខាងមុខនេះបងប្អូនរៀបចំគម្រោងទៅខាងណាដែរបងប្អូនអរគ្នាសម្រាប់ admin វិញមិនបានធ្វើដំណើរទៅណាទេស្រុកកំណើតក៏មិនបានទៅដែរហើយរមណីយដ្ឋានផ្សេងៗក៏មិនបានទៅដូចគ្នាបើសិនជាបងប្អូនទាំងអស់គ្នាបានទៅដើរលេងរមណីយដ្ឋានផ្សេងៗកុំភ្លេចថតរូបផឲ្យ admin មើលផងវីដេអូនេះមិនមានអីច្រើនទេមានតែប៉ុណ្្នឹងទេបងប្អូនហើយបើសិនជាបងប្អូនស្រឡាញ់ចូលចិត្ត admin កុំភ្លេចឲ្យបេះដូងនិងចុច follow ម្នាក់មួយផងចុងក្រោយនេះសម្រាប់ admin មិនមានអីច្រើនទេមានតែជូនពរបងប្អូនអរគ្នាឲ្យមានសុខភាពល្អសំណាងល្អធ្វើដំណើរ admin សូមជូនពរឲ្យបងប្អូនអរគ្នាមានសុខសុវត្ថិភាពទាំងផ្លូវទៅទាំងផ្លូវមកហើយសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាហើយ admin ក៏សូមអរគុណបងប្អូនអរគ្នាដែលបានចូលរួមទស្សនាវីដេអូនេះពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលាបាយបាយជួបគ្នាក្នុងឱកាសក្រោយបងប្អូនអរគ្នា